ដើមនេះនេះដើមតបែកតបែកទេខ្ញុំកម្រល្អវាត្បូងតកើញ៉ាំហ្នឹងហើយតោះយើងទៅមើលដើមតឡូងមួយទៀតតឡូងឈើអាតឡូងនេះយើងដាំដីខ្សាច់ល្អអ្នកនេះដីខ្សាច់ដីអីនេះដាំផ្ទាល់ដៃនេះឃើញអត់ជាតិសាហាវអានេះបើសិនជានៅភ្នំខ្ញុំឃើញខ្ញុំធ្លាប់ទៅភ្នំជើកាច់គេដាំនៅជាភ្នំជើងភ្នំតឡូងវាល្អហូបទៅនឹងផ្អែមឆ្ងាញ់ត្រជាក់ចិត្តតែហ្មងថ្ងៃនេះវីដេអូចង់បង្ហាញពីដើមម្ទេសទីអ្នកនេះហ្នឹងហើយដើមម្ទេសនេះគឺយើងដាំផ្ទាល់ដីអ្នកគ្នាណាហ្នឹងហើយយើងមានជីមានអីអូនេះមានអាចលេនហើយតែមានអាចលេនអាចអីហ្នឹងគឺថាសបោទៅដល់ជីវជាតិល្អមែនតើមើលស្លឹកវាអ្នកគ្នាស្លឹកវាធំណាមិនទូទេកប៉ាហ្មងវាធំជាងបាតដៃទៀតណាហើយអញ្ចឹងតែបើផ្លាយវានេះហ្នឹងអានេះយើងមិនមែនបាញ់ជីធម្មជាតិអីថែមទេដូចជាយើងលាយជាមួយនឹងភេសជ្ជៈអីចឹងហ្នឹងហើយដាក់ជាមួយនឹងប៊ីចេយ៉ាងនេះដឹងហើយយកបាញ់ផ្លែរបស់វាគឺថាផ្លែកាន់តែច្រើនតែយើងអត់ទាន់ធ្វើទេយើងគ្រាន់តែដាក់ជីហើយដាក់ដីពូនរបស់វាតែប៉ុណ្្នឹងឯងហើយដើមនេះគឺវាច្រើនហ្នឹងហើយមិនតិចទេច្រើនមែនតើមកដើមវាធំចង់ខ្ពស់ខ្ញុំទៀតនេះចង់ពុះជាងឯងទៀតចង់ស្អាតជាងឯងមកមើលទៅអានេះចង់និយាយថាវាអត់ដូចគ្នាទាំងអស់ទេគុណភាពរបស់វាគឺវាខុសគ្នាហ្នឹងហើយដូចដើមខ្លះវារៀងទាបអីចឹងទៅដូចដើមអញ្ចឹងនេះវារៀងទាបក៏តែបើផ្លែវិញគឺអែមអ្នកគ្នាបេះទៅយ៉ាងតិចក៏កន្លះខាំដែរហើយស្វាតែច្រើនប្រហែលហ្នឹងហើយដូចជាដើមនោះអាដើមផ្លូវដើរចូលមកអានោះផ្លែច្រើនមែនតើអ្នកគ្នាផ្លែច្រើនអត់តិចទេមើលផ្លែរបស់វាចាំខ្ញុំមកនាំទៅមើលនេះហ្នឹងហើយផ្លែវាគឺច្រើនមិនតិចទេហើយដើមវាក៏ធំដែរនេះមើលផ្លែវានេះមកកណនេះច្រើនណាស់មានតែផ្កាទៀតអានេះយើងតំបេះហើយហ្នឹងហើយតំបេះហើយឥឡូវមើលផ្លែចេញមកមិនតិចទេហើយអាចទៅជាម្លប់របស់យើងអង្គុយលេងទៀតហ្នឹងហើយមានស្រីស្អាតស្រីអីអង្គុយច្រឡំមានសង្សារញ៉ាយគ្នាអីយើងអាចអង្គុយឡើងនេះបានឬក៏ញ៉ាំបាយញ៉ាំអីបានអីក្រោមដើមម្ទេសកុំលេងសើចហ្នឹងហើយអញ្ចឹងការដើមម្ទេសគឺមានប្រយោជន៍ច្រើនហើយនឹងផលរំខានដូចដើមវាអញ្ចឹងនេះដើមនេះមើលស្លឹកវានេះខ្វះអ្នកថែចឹងមែនគ្នាឯកាពិបាកដែរវាជួអញ្ចឹងពេលខ្លះដើមម្ទេសវាមិនល្អទាំងអស់ទេខ្ញុំទៅមើលដើមមួយទៀតអានោះវានឹងស្ពូនហ្នឹងហើយអញ្ចឹងអានេះស្ពូនម្ដងនេះក៏ស្ពូនម្ដងដែរមើលផ្លែរបស់វាដែរហើយតែមើលស្លឹកគឺស្ពូនហើយណាខ្វះជីវជាតិជំងឺខ្វះអ្នកថែអញ្ចឹងហើយតែមើលផ្លែរបស់វានេះចង់និយាយថាវាស្វិតវាខ្វះវីតាមីនច្រើនហ្នឹងហើយនេះដើមស្វាយទឿឥឡូវមើលដើមស្វាយទឿមួយមើលនេះអូតកើស៊ីកន្លែងតកើនេះវាដុះពីផ្ទាល់ដីឲ្យវាផ្ទាល់ហ្មងមកហើយស្វាយហ្នឹងមកនិយាយពីឆ្ងាញ់ក៏វាមិនសូវឆ្ងាញ់ហ្មងនេះសាបបាទក៏តាមសម្ដីអ្នកនិយាយផ្ទាល់នេះហូបផ្ទាល់ច្រឡំអ្នកនិយាយផ្ទាល់នេះហូបផ្ទាល់ខ្ញុំមិនមែនអ្នកហូបទេហ្នឹងហើយ